សម្រាប់បងប្អូនដែលកំពុងចាប់អារម្មណ៍ភ្លើងកម្លាំង100វ៉ាត់មួយនេះឬក៏កំពុងតែត្រូវការភ្លើងកម្លាំង100វ៉ាត់ថ្ងៃនេះខ្ញុំសូមណែនាំពីរបៀបក្នុងការប្រើប្រាស់សម្រាប់ភ្លើងមួយនេះនៅពេលដែលបងប្អូនបើកប្រអប់ថ្មីដំបូងនេះគឺជាភ្លើងដែលបងប្អូននឹងទទួលបានដើម្បីបើកភ្លើងនេះបងប្អូនគ្រាន់តែធ្វើការចុចកុងតាក់បើកបន្ទាប់មកធ្វើការមូលទៅតាមសញ្ញាដែលបានបង្ហាញនិងភ្លើងនឹងត្រូវបានបើកនៅពេលដែលចូលមកដល់ដំបូងបើកប្រអប់តែម្ដងភ្លើងមួយនេះស្ថិតនៅក្នុង mode effects ដែលទាំងអស់មានចំនួន8 mode ដែលបងប្អូនអាចធ្វើការផ្លាស់ប្ដូរបានអញ្ចឹងដើម្បីចាក់ចេញពី mode effects នេះបងប្អូនធ្វើការចុចប៊ូតុងនេះឲ្យជាប់នោះវានឹងចូលនៅក្នុង mode CCT ដែលបងប្អូនអាចធ្វើការសារ៉េពណ៌នៃពន្លឺតាមតម្រូវការហើយបងប្អូនក៏អាចសារ៉េពន្លឺភ្លឺតិចឬខ្លាំងតាមតម្រូវការបានផងដែរសម្រាប់ភ្លើងមួយនេះក៏មានមកជាមួយនឹងឆ្នាំងសាកដែលបងប្អូនអាចធ្វើការសាកបដាប្រើបដាក៏បានដែរហើយនៅក្នុងប្រអប់របស់វាក៏មានមកជាមួយនឹងជ័រស៊ីលីកុនទន់ដែលដើរតួជា diffuser ដើម្បីជួយឲ្យពន្លឺនឹងរាងសទន់ជាងមុនសម្រាប់កម្លាំងថ្មនៅក្នុងភ្លើងមួយនេះបងប្អូនសាកមើលពេញអាចប្រើបាន50នាទីហើយបើសិនជាបងប្អូនអត់បើកដល់ 100% នោះទេបងប្អូនអាចប្រើបានលើស1ម៉ោងភ្លើងមួយនេះក៏មានមកជាមួយនឹងរុន Type C ដែលបងប្អូនអាចធ្វើការសាកដោយប្រើក្បាលសាក Type C ជាមួយនឹងដុំសាកដែលអាចផ្ដល់កម្លាំង100វ៉ាត់ឬក៏លើសពីនឹងបានហើយវាក៏ support fast charge ផងដែរសម្រាប់ថាមួយនេះបងប្អូនអាចធ្វើការដោះចេញបានដោយបងប្អូនគ្រាន់តែចុចភ្លើងមួយនេះមកក្រោយហើយធ្វើការមូលហើយជាមួយនឹងភ្លើងមួយនេះបងប្អូនអាចធ្វើការបន្ថែមជាមួយនឹង accessory ដូចជា soft box របស់វាដែលមានពីររូបរាងមូលជាមួយនឹងរូបរាងជ្រុងសម្រាប់ជើងនេះដែរបងប្អូនក៏អាចធ្វើការមូលជាមួយនឹង tripod មិនថា tripod ដែលបងប្អូនមានស្រាប់នៅផ្ទះឬក៏ tripod របស់ជើងនេះតែម្ដងភ្លើងមួយនេះកម្លាំងខ្លាំងហើយរយៈពេលក្នុងការប្រើប្រាស់ក៏បានយូរផងដែរអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍ភ្លើងដែលងាយស្រួលយកតាមខ្លួនមួយនេះអាចធ្វើការទំនាក់ទំនងមកកាន់ពួកយើងបានអរគុណយើងជួបគ្នានៅវីដេអូក្រោយ